ខ្ញុំគឺជាអ្នកថែរក្សាក្នុងផ្ទះនេះមិនអនុញ្ញាតឲ្យអ្នកចូលបានទេអាយ៉ាដូចជាមានអីមកបងនេះតើខ្ញុំវិលមុខមែនទេមួយរយៈនេះខ្ញុំសម្រាប់មិនគ្រប់គ្រាន់ហើយបានជាចេះតែធីងធងបែបនេះអើយខ្មោចឡងអើយនៅមិនបានទេអើយនេះគឺជាអារម្មណ៍ដែលម៉ែកូនបានជួបគ្នាមិនយូរទេកូននឹងបានដឹងពីចម្លើយទាំងអស់រវាងពួកយើងហើយនឹងម៉ែប្រាប់រឿងគ្រប់យ៉ាងឲ្យកូនបានដឹងហើយស្អីមិញនេះដូចជារូបកំណូតនេះមានជីវិតអញ្ចឹងដូចជាមានមនុស្សកំពុងតែនៅក្នុងនឹងនេះខ្ញុំគិតច្រើនដល់ថ្នាក់ព្រិលភ្នែកមែនទេបងសំអនមួយរយៈនេះបងថាផ្ទះយើងប្លែកដែរទេប្រហែលយប់ម្នេះដូចជាលឺសំឡេងឆ្កែលូរំពងដល់ហើយយូរហើយមិនដាក់បែបនេះទេប៉ុន្តែថ្មីម្នេះចម្លែកណាស់បងមកបន្តភាគរបស់ជើងទៀតនៅភាគមុនកល្យានបានចងចាំរឿងរ៉ាវខ្លះដែលបានកើតឡើងលើនាងកាលពីជាតិមុនសាច់រឿងបែបណាទៀតនោះយើងចូលភាគបន្តតាំងពីដឹងក្តីរហូតដល់អាយុចំណាស់នេះហើយខ្ញុំមិនដែលយល់សប្តិបែបនេះទេណាបងយប់មិញនេះអូនពិតជាគេមិនស្ងប់ពិតមែនសម័យឃើញតមុខស្ត្រីចំណាស់ម្នាក់នោះស្លៀកពាក់បែបបុរាណបន្តិចដូចជាមនុស្សសម័យអាណានិគមនិយមបារាំងណាបងដូចបងបានប្រាប់អូនកាលពីយប់មិញអញ្ចឹងវាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះវាមិនមែនជាការពិតនោះទេអ្នកណានរណាក៏គេធ្លាប់យល់សប្តិអញ្ចឹងដែរអាចថាមកពីអូនមើលរឿងច្រើនពេកឬក៏មើលទូរស័ព្ទចំរឿងបែបនោះទើបដាក់ជាប់ក្នុងចិត្តរហូតយល់សប្តិបែបនេះគ្មានអីនោះទេណាកុំបារម្ភច្រើនពេកអូនកុំបារម្ភច្រើនពេកអីប្រហែលជាអញ្ចឹងមែនហើយបងពេលណាទៅកូនខេវីនត្រឡប់មកវិញទៅនេះគេទៅដើរលេងមិនបានតាក់ទងមកផ្ទះសឹងដល់តែអញ្ចឹងអូនពិតជាបារម្ភពីកូនខ្លាំងណាស់បងក៏មិនបានសួរនាំគេដែរអូនសាក់ខទៅគេសាក់មើលមកកូននឹងក៏អញ្ចឹងទៀតបានដើរលេងភ្លេចនឹកដល់អ្នកផ្ទះម៉ាក់ប៉ាតែម្ដងហើយចាំមើលអូនខរ៉ុកគីសិនគេតែជាមួយមិត្តភក្តិពី3នាក់ដែរគឺក្មួយតារ៉ានិងក្មួយដេវីនឃើញថាមានគ្នាតែមិនបានខទៅស៊ូនាំនោះអាឡូខេវីនពេលនេះកូននៅណាទេពេលណាទើបកូនត្រឡប់មកផ្ទះវិញទេបាទតែម៉េះកូនកំពុងតែនៅសៀមរាបប្រហែលជាថ្ងៃច័ន្ទទៅខ្ញុំទៅវិញដែរឆាប់មកវិញក៏ល្អដែរណាកូនមកយល់សប្តិមិនល្អសោះគឺចេះតែបារម្ភខ្លាចកូនមានរឿងអីនឹងណាកុំគិតច្រើនពេកអីម៉េះខ្ញុំមិនអីទេហើយខ្ញុំជឿថាគ្រប់យ៉ាងគឺជាព្រមលិខិតទាំងអស់បើព្រមលិខិតកំណត់ឲ្យយើងជួបអីនោះក៏សុទ្ធតែជារឿងដែលគេចារមកហើយយើងមានតែព្រមទទួលយកតែប៉ុណ្ណោះណាកូននិយាយពីអីព្រមលិខិតអីទៅម៉ាក់បារម្ភពីកូនពិតមែនណាបាទម៉ាក់ខ្ញុំយល់ហើយតែខ្ញុំមិនអីនោះទេបាទហើយណាម៉ែខ្ញុំកំពុងតែនៅកន្លែងដើរលេងជម្រាបលាប្រហែលជាត្រូវទិញផ្ទះនៅទីនោះហើយមើលទៅបើកូនចូលចិត្តទៅលេងនៅទីនោះរហូតនោះអ្នកមិញទេមកមែនទេខេវិននេះគាត់ឲ្យត្រឡប់ទៅផ្ទះវិញមែនទេមែនហើយគាត់ថាគាត់យល់សប្តិមិនល្អទើបគាត់បញ្ចង់ឲ្យខ្ញុំដើរឆ្ងាយតែមិនអីទេខ្ញុំបាននិយាយជាមួយគាត់រួចហើយណាចេញពីទីនេះនាំគ្នាទៅលេងប្រាសាទល្អទេព្រោះខែនេះទេសភាពស្អាតណាស់ប្លង់ថ្មីដែលគេល្បីថតស្អាតតែថតឲ្យតន់ត្រេននឹងគេកុំឲ្យសាបតន់ណាតែទាំងអស់គ្នាទៅណខ្ញុំថាខ្ញុំសុទ្ធតែជាមនុស្សប្រុសបែបនេះអ្នកនាងដើរជាមួយដូចជាមិនសមសោះកុំឲ្យអ្នកនាងមានអារម្មណ៍ថាមានសម្ពាធអីណាត្រឹមតែអ្នកនាងកំដរខ្ញុំដើរមើលផ្ទះនេះក៏ខ្ញុំអរគុណណាស់ទៅហើយខ្ញុំមិនចង់រំខានអ្នកនាងនោះទេរំខានអីទៅលោកខ្ញុំគ្មានសម្ពាធអីនោះទេខ្ញុំមានតែសប្បាយចិត្តពេលដែលនៅជិតលោកខ្ញុំចង់បានន័យថាយ៉ាងណាយើងក៏ស្គាល់គ្នាទៅហើយសិតតែគ្នាអញទេគ្មានអ្វីត្រូវបារម្ភទេលោកនិយាយបែបនេះឬមួយក៏លោកមិនពេញចិត្តឲ្យខ្ញុំដើរជាមួយមែនទេមិនមែនចឹងទេណានាងខ្ញុំអារម្មណ៍ខ្លាចមិនសមណាស់ព្រោះពួកខ្ញុំសុទ្ធតែជាមនុស្សប្រុសបែបនេះបើណានាងដើរជាមួយនោះខ្ញុំចេះតែគិតណាមួយខ្ញុំអារម្មណ៍ខ្លាចលោកពុនណាមីងម៉ាក់ប៉ារបស់ណានាងគាត់ក៏គិតថាមិនសមដូចគ្នាដែរអូហូយមិនអីទេណាលោកប៉ាអ្នកម៉ាក់របស់ខ្ញុំគាត់គ្មានថាស្អីទេគាត់ក៏ចង់ឲ្យខ្ញុំរាប់គ្នាជាមួយលោកដែរគឺគាត់ចង់ឲ្យយើងស្គាល់គ្នារាប់អានគ្នាគាត់និយាយហែងតែថាគាត់មិនថាអីទេមែនហើយខ្ញុំថាបើជុលជាមកជួបគ្នាហើយនោះយើងដើរលេងជាមួយគ្នាមួយល្ងាចទៅមានតែអីណាមួយយើងប្រាប់លោកពុនណាមីងផងទៅថាយើងដើរជុំគ្នាគ្មានអីនោះទេមែនទេដេវីតមានអីបើណានាងព្រមទៅជាមួយពួកខ្ញុំនោះខ្លាចតែណានាងមិនចេះដើរជាមួយខ្ញុំតាបើពួកខ្ញុំសុទ្ធតែជាមនុស្សប្រុសបែបនេះក្រែងការចូលចិត្តមិនដូចគ្នានោះណាអូមិននៅទីនេះសោះស្មានតែដល់ណាហើយនេះដើរមើលជុំវិញបរិវេណផ្ទះអស់ហើយនៅកូនរ៉ូសាបាននាំកំឡោះដើរមើលជុំផ្ទះអស់ហើយមែនទេ
ចាប៉ិតមែនហើយអ្នកម៉ាខ្ញុំបាននាំខេវិននិងមិត្តភ័ក្តិដើរមើលសពកន្លែងអស់ហើយអ្នកម៉ាមុននេះខេវិនបានបបួលខ្ញុំដើរមើលប្រាសាទហើយក៏ចង់សុំការអនុញ្ញាតពីអ្នកម៉ាដូចគ្នាតើអ្នកម៉ាជឿព្រមឲ្យទៅជាមួយខ្ញុំដែរទេដើរលេងមែនទីមានអីដែលថាបាននោះទៅដើរលេងឲ្យសប្បាយចោះណាម៉ាក់មិនថាអីនោះទីម៉ាក់ក៏ចង់ឲ្យមានពេលនឹងដើរជាមួយគ្នាដែរទើបយើងនឹងបានស្គាល់គ្នាបែបនេះសាអនុស្សាវរីយ៍ជាមួយគ្នាបានច្រើនក៏ល្អជាពេលវេលាដែលយើងបានស្គាល់ចិត្តគ្នាមីងចាប់បានន័យថាគឺរាប់អានគ្នាត្រូវតែស្គាល់ពីចិត្តគ្នានឹងណាមែនទេបាទប៉ិតមែនហើយណាមីងខ្ញុំក៏តែខ្លាចមិនសមដែលនាងរសាជាមនុស្សស្រីត្រូវមកដើរជាមួយក្រុមពួកខ្ញុំបែបនេះខ្លាចនាងមានសម្ពាធតែបើណាមីងថាមិនអីនោះខ្ញុំក៏គ្មានបញ្ហាដែរមែនហើយក្រុមនាងកល្យានក៏ទៅលេងប្រាសាទដែរយើងទៅទីនោះទៅអាចជួបគ្នានៅទីនោះក៏ថាបានដែរណាបានដើរជុំគ្នាថតរូបសប្បាយជុំគ្នាមែនទេចង់ជួបពួកគេធ្វើអីទៅបើពួកគេមិនចង់ដើរជាមួយយើងផងមើលតែមុននេះចុះថានាងនឹងទម្លាប់ដើរជាមួយនឹងមនុស្សដែលមិនស្គាល់មុខខ្ញុំថាដើរតែក្រុមជើងទៅគឺបានហើយកូនណាសុទ្ធតែជាគ្នាឯងដើរច្រើនគ្នាទៅក៏សប្បាយដែរណាមិនអីទីនាំគ្នាទៅចោះហើយឆាប់ត្រឡប់មកវិញកុំនៅយប់ជ្រៅពេកណាលឺដែរទីបាទណាមីងពួកខ្ញុំមិនទៅយូរប្រហែលទេទៅថតតែកន្លែងដែលគេទៅល្បីក៏បានហើយខ្ញុំថាយើងឆាប់នាំគ្នាទៅតែម្ដងទៅណោះតោះ Kevin David នៅនាង Rosa ណាមីងអាចទៅជាមួយពួកខ្ញុំបានណាបើណាមីងចង់ទៅនោះអូយមីងមិនទៅទេដើរតែក្មេងៗគ្នាឯងចាស់មីងចាស់ហើយដើរហើមិនស្រួលទេឆាប់ចុកជើងរួយជើងអើយនាំគ្នាទៅចាស់ហ្នឹងចាស់អីប៉ុណ្ណឹងនោះតោះបើណាមីងមិនទៅទេយើងនាំគ្នាទៅតែគ្នាចឹងតែម្ដងទៅណាឈប់សិនកូនរ៉ូសាម៉ាក់ដឹងថាកូនមិនពេញចិត្តនឹងក្រុមកល្យានប៉ុន្តែយ៉ាងណាកូនក៏បង្ហាញចរិតថាកូនមិនពេញចិត្តគេពេកអីជាពិសេសចំពោះមុខប្រុសមិញនេះគេនឹងគិតមកលើកូនថាជាមនុស្សចិត្តចង្អៀតមិនចូលចិត្តសាងមិត្តភាពសម័យនេះត្រូវចេះសម្ដែងផងមិនចូលចិត្តក៏ត្រូវធ្វើជាចូលចិត្តដែរណាដើម្បីគេមើលមកថាយើងនេះជាមនុស្សចិត្តទលាយលឺដែរទេខ្ញុំមិនចង់សម្ដែងនឹងណាបែបណាគឺបែបនោះមិនចូលចិត្តគឺមិនចូលចិត្តប៉ុន្តែកូននឹងត្រូវចេះបាត់បែនសម័យនេះគេនិយាយថា fake to fake បើមិនធ្វើខ្លួនជាផ្កាឈូកសទេមានប្រុសណាគេមើលឃើញយើងនោះត្រូវធ្វើជាមនុស្សល្អមានចិត្តទលាយទើបកូននឹងអាចចង់ចិត្តមនុស្សប្រុសបានហើយឆាប់ទៅតាមពួកគេទៅចោលលើហើយណាខ្ញុំថាពួកយើងត្រូវត្រឡប់ទៅផ្ទះវិញល្ងាចនេះតែម្ដងទេខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះចាប់តាំងពីបានមកផ្ទះនោះខ្ញុំមានអារម្មណ៍ថានេះគឺជាទីកន្លែងដែលខ្ញុំបានជួបកាលពីជាតិមុនទៀតហើយអញនេះហើយចុះថាចាំពេលព្រឹកមែនទីនៅសុកកដោចិននេះដើរលេងមិនទាន់អស់ចិត្តផងណាហើយមិនក៏ចេះតែមានអារម្មណ៍បែបនេះទៀតហើយនេះសម័យនេះហើយណាកុំដិតដាមនឹងរឿងការពីជាតិមុនពេកអីបើឯងមានអារម្មណ៍បែបនោះក៏ដោយឯងមិនដឹងទេថាខ្ញុំទទួលបានរឿងបែបណាពីពួកគេនោះពួកគេបានធ្វើអ្វីខ្លះមកលើខ្ញុំអ្នកនាងឆំផ្កាគឺជាអ្នកនាងរ៉ូសាដែលបានចាប់ជាតិមកនៅក្នុងជាតិនេះយើងបានជួបគ្នានៅក្នុងជាតិថ្មីនេះចុះបើជាការពិតមែននោះឯងចង់ធ្វើអីយ៉ាងណាក៏គ្រាន់តែជារឿងការពិតជាតិមុនតើឯងយកចិត្តទុកដាក់ធ្វើអីទេក្រែងយើងត្រូវរស់នៅក្នុងបច្ចុប្បន្នមែនទេខ្ញុំថាឯងកំពុងតែរវើរវាយច្រើនជាងខ្ញុំគឺមិនបានរវើរវាយទេណាស្រីរ៉ាន់ខ្ញុំនិយាយសត្វតែជាការពិនខ្ញុំនឹងរ៉ូសាគឺជាមនុស្សមកពីអតីតជាតិទៅខ្ញុំត្រូវមកជួបគ្នាម្ដងទៀតនៅទីនេះលោក Kevin ក៏អញ្ចឹងដែរខ្ញុំមានអារម្មណ៍បែបនេះប៉ុន្តែការចងចាំរបស់ខ្ញុំហាក់ដូចជាផ្ដោតលើអ្នកនាងរ៉ូសាច្រើនជាងតែខ្ញុំមានអ្វីត្រូវសងគ្នាមែនទេឯងប្រុងសងបែបមិញឃើញទេរឿងនេះបើគុំតែឲ្យគ្រូទីរឿងក៏មិនវែងឆ្ងាយអញ្ចឹងឯងក៏មិនបានគិតច្រើនដូចជាពេលនេះខ្ញុំជឿ50តែយ៉ាងណាកុំដល់ថ្នាក់ផ្ដោតខ្លាំងពេករហូតភ្លេចគិតរឿងបច្ចុប្បន្នអីណាយើងមានការងារនិងទូនាទីជាច្រើនទៀតដែលត្រូវធ្វើខ្ញុំយកពីអ្វីដែលពួកអានិយាយខ្ញុំនឹងថាគាត់ធ្វើបែបណាហើយបានហើយខ្ញុំថាពួកយើងគាត់តែត្រឡប់ទៅវិញទេក្រែងលោអស់សម្បត្តិឡានចេញពីល្ងាចនេះខ្ញុំក៏ចង់ឆាប់ត្រឡប់ទៅវិញខ្ញុំមានអារម្មណ៍ថាមានរឿងខ្លាំងដែលមិនទាន់បានដោះស្រាយបើសិនជាមិនបានដោះស្រាយទេនឹងនៅតែមានមន្ទិលតាំងឆាប់ទៅទេនេះឯងត្រង់ទៅមែននេះអូយស្មានតែនៅដល់ស្អែកតើហេចាំខ្ញុំផងពួកឯងឈប់សិនមកកអ្នកចូលក្នុងផ្ទះនេះបានខ្ញុំគឺជាអ្នកថែរក្សាក្នុងផ្ទះនេះមិនអនុញ្ញាតឲ្យអ្នកចូលបានទេ
នាងត្រឹមតែជាឆ្កែជាផ្ទះនាងមានសិទ្ធិអីមកហាមជើងនោះម្ចាស់ផ្ទះនេះគេបានចុះខ្ញុំមកនៅទីនេះដូច្នេះនាងគ្មានអំណាចអ្វីមកហាមជើងបាននោះឡើយម្ចាស់ផ្ទះជាអ្នកនាំអ្នកមកមែនទេពួកអមនុស្សដូចជាអ្នកនេះមានសិទ្ធិអីមកចូលនៅជាមួយម្ចាស់ផ្ទះនេះឆាប់ចេញទៅវិញទេនៅភពផ្សេងគ្នាមិនអាចមកនៅក្នុងផ្ទះជាមួយគ្នាបានទេក៏មកនាំចង្រៃដល់ម្ចាស់ផ្ទះគេនោះហើយចុះនាងជាមនុស្សមែនទេនាងក៏ជាពួកអមនុស្សផ្ទះនេះគឺជាផ្ទះរបស់កូនប្រុសខ្ញុំគេជាកូនប្រុសរបស់ខ្ញុំគេបាននាំខ្ញុំមកនៅជាមួយនាងមានសិទ្ធិអីមកហាមខ្ញុំនោះចេញពីមុខរបស់ជើងទៅបើមិនចង់គ្មានទីកន្លែងនៅចាំថាបើម្ចាស់ផ្ទះព្រមយកខ្ញុំមកនៅជាមួយហើយនោះនាងគ្មានសិទ្ធិអំណាចអីមកឈ្នះខ្ញុំបានឡើយយើងគឺជាអ្នកថែរក្សាផ្ទះនេះទោះយើងមិនមែនមនុស្សប៉ុន្តែយើងគឺជាសភាវៈល្អមិនមែនជាខ្មោចដូចជាឯងទេដែលមករកភពកំណើតមិនឃើញនោះត្រឹមតែជាម្ដាយដើមដែលជារឿងកាលពីជាតិមុនប៉ុន្តែពេលនេះគេមានម្ដាយថ្មីហើយអ្នកនៅចងកម្មពីអីជាមួយគេទៀតមិនមែនជារឿងរបស់ឯងនោះទេកុំមកចង់ធ្វើជាខ្លាំងនោះនាងមិនអាចឈ្នះយើងបានទេពេលនេះខ្ញុំទទួលបានសិទ្ធិឲ្យចូលមកនៅទីនេះពីម្ចាស់ផ្ទះហើយនោះនិយាយមកស្ដាប់គ្នាមែនទេអ្នកទទួលយកទេហេកូនធានកូនត្រឡប់មកវិញហើយក៏មានរឿងចង់និយាយជាមួយគេដូចគ្នានេះមានអីមែនទេមកក៏ខ្ញុំមានអារម្មណ៍ថាដូចជាកំពុងមានរឿងអីកាត់ឡើងអញ្ចឹងដូចជាមានរំញ័រខ្ទក់ក្នុងផ្ទះដូចជារំជួយដីទេដឹងហីគិតច្រើនពេកហើយអាយចាដូចជាមានអីមកបងនេះតើខ្ញុំវិលមុខមែនទេមួយរយៈនេះខ្ញុំសម្រាប់មិនគ្រប់គ្រាន់ហើយបានជាចេះតែធីងធងបែបនេះម៉ាក់កំពុងគិតថាតរកកូននិយាយគ្នាល្មមម៉ាំងមកខាងនេះសិនមកម៉ាក់មានរឿងចង់និយាយជាមួយណាងនេះណែម៉ាក់មានអីចង់និយាយជាមួយខ្ញុំមែនទេម៉ាក់មិនសប្បាយចិត្តសោះមួយរយៈនេះចេះតែមានអារម្មណ៍ថាចម្លែកយប់មុនម៉ាក់បានយល់សប្តិឃើញមានស្ត្រីចំណាស់ម្នាក់មកសុំនៅជាមួយម៉ាក់ព្យាយាមប្រកែកមិនព្រមហើយកដេញឲ្យទៅវិញប៉ុន្តែគេមិនព្រមចេញទេម៉ាក់នៅតែចង់ចាំរូបភាពមួយនោះនៅក្នុងខួរក្បាលមិនទាន់បាត់សោះយ៉ាងណាគ្រាន់តែយល់សប្តិតែខ្ញុំគិតថាគ្មានអ្វីចម្លែកនោះទេជាមនុស្សតែយល់សប្តិឃើញតែអញ្ចឹងហើយនោះជារឿងធម្មតាទេណាម៉ាក់គិតច្រើនធ្វើទេប៉ុន្តែវាខុសពីយល់សប្តិធម្មតាណាកូនម៉ាក់គឺមិនដែលដាក់ជាប់ក្នុងចិត្តបែបនេះទេម៉ាក់មានអារម្មណ៍ថាដូចជាមិនសនុកក្នុងអារម្មណ៍សោះម៉ាក់ធ្វើធម្មតាចាស់បន្តិចទៀតអារម្មណ៍នោះក៏បាត់ទៅវិញហើយមកពីការគិតច្រើនរបស់ណាម៉ាក់ទៅធ្វើឲ្យចិត្តរបស់ណាម៉ាក់ចិត្តតែខ្វល់ខ្វាយបែបនេះវាកើតឡើងពីចិត្តរបស់ណាម៉ាក់តែឲ្យធ្វើយ៉ាងម៉េចកុំឲ្យគិតច្រើននោះណាហើយចង់ត្រឡប់មកបែបនេះល្អហើយថ្ងៃនេះជូនម៉ាក់ទៅមើលហាងពេជ្រមួយផ្លែតណាខានទៅ2ថ្ងៃហើយបណ្ដោយឲ្យតបុគ្គលិកមើលពីព្រោះជាបុគ្គលិកដែលຕົកចិនទៅចេះតែបណ្ដោយនោះរៀបចំខ្លួនទៅជូនម៉ាក់ទៅមួយផ្លែតណាខ្ញុំអត់មានអ្វីត្រូវរៀបចំខ្លួនទេតែប៉ុណ្ណឹងក៏បានហើយអញ្ចឹងយើងទៅតែម្ដងទៅណាម៉ាក់តោះនេះជាផ្ទះចាស់របស់ខ្ញុំតើហើយមិនក៏ស្ងាត់ម្លេះលោកប៉ាអ្នកម៉ាទៅណាអស់ហើយលោកប៉ាអ្នកម៉ាអេងហើយនោះជាអ្នកណាមិនក៏នៅក្នុងបរិវេណផ្ទះរបស់ខ្ញុំទាំងជប់បែបនេះជាអ្នកណាគេអ្នកម៉ាមែនទេអ្នកម៉ាមិនមែនជាអ្នកម៉ារបស់ខ្ញុំទេហើយអ្នកមីងជាអ្នកណាទេនេះក្មួយឆោមផ្កាមិនចាំមីងទេអីមីងគឺជាអតីតម៉ែក្មេករបស់ក្មួយនោះអីអតីតម៉ែក្មេកទេខ្ញុំមិនទាន់មានប្តីអាណាហើយខ្ញុំក៏មិនមែនឈ្មោះឆោមផ្កាអីនោះដែរខ្ញុំឈ្មោះរ៉ូសាហើយនេះមិនក៏មីងមកទីនេះមិនក៏មកនៅក្នុងបរិវេណផ្ទះរបស់ខ្ញុំបែបនេះចូលដីរបស់គេទាំងយប់មិនល្អទេណាគេអាចចោទថាជាចោរបានមែនហើយក្មួយពេលនេះមិនមែនឈ្មោះជាឆោមផ្កាឡើយក្មួយបានកើតថ្មីមានគ្រួសារថ្មីហើយតែរឿងរ៉ាវនឹងចងចាំមានតែមីងម្នាក់គត់ដែលចាំនាងមិនភ្លេចនឹងទង្វើរបស់នាងបានធ្វើការពីជាតិមុនហើយមែនទេនិយាយអីខ្ញុំមិនយល់ទេខ្ញុំបានធ្វើអីអ្នកមីងឆាប់ចេញពីផ្ទះរបស់ខ្ញុំទៅទីនេះតើទៅមានមនុស្សម្រុននៅហើយកុំចូលមកដែលគ្មានការអនុញ្ញាតនោះមិនល្អទេគេអាចថាជាចោរបានណា
មិនថាកើតប្រមាណជាតិក៏នាងនៅតែមិនកែចរិតបើថានាងនៅតែមានគំនិតអាក្រក់បែបនេះនាងគ្មានវាសនាល្អទេអ្វីដែលនាងគិតប៉ងចង់បាត់នោះវាក៏មិនអាចកើតឡើងដែរនាងសាងបាបកាលពីជាតិមុនច្រើនណាស់ណែនិយាយឈ្គត់អីអ្នកមានសិទ្ធិអីមកទីពីជីវិតរបស់ខ្ញុំនោះខ្ញុំមិនមែនជាមនុស្សមានបាបនោះទេបើខ្ញុំមានកម្មពិតមែននោះខ្ញុំក៏មិនបានមកកើតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបែបនេះមុននឹងទីពីជីវិតរបស់ខ្ញុំណាទីពីជីវិតរបស់ខ្លួនឯងសិនទៅថាពេលណាមានមើលតែមុខក៏ដឹងថាក្រដែរឆាប់ចេញពីផ្ទះរបស់ខ្ញុំទៅចេញទៅខ្ញុំមានចិត្តដាស់តឿននាងហើយនាងបែរជាមកជេរដៀលខ្ញុំជាមនុស្សចាស់ទៀនចាំមើលចុះជីវិតរបស់នាងនឹងគ្មានថ្ងៃបានល្អឡើយហើយនាងកុំគិតថានាងអាចឈ្នះនាងរំដួលឲ្យសោះរំដួលពេលនេះមិនដូចជារំដួលកាលពីមុននោះឡើយរំដួលស្អីទេក្រវ៉ាន់ស្អីទេខ្ញុំមិនយល់ទេប្រស័យប្រសាទមែននេះនិយាយអីដែលខ្ញុំមិនយល់នោះចេញទៅមិនក៏សុកស្រាប់តែបាត់ស្មោឆឹងបែបនេះនេះកុំប្រាប់ណាថាជាខ្មោចអើយខ្មោចឡងអើយនៅមិនបានទេអើយខ្មោចឡងអើយនៅមិនបានទេអើយកុំណាចេញទៅខ្ញុំមិនបានធ្វើអីទេចេញទៅខ្ញុំខ្លាចហើយនេះគឺជាជាសំតាលបលយយភ័យសឹងស្លាប់ហើយនេះខ្ញុំមិនដែលជឿសពបែបនេះទេហើយមនុស្សវ័យរៀងចំណាំម្នាក់មកប្រាប់ថាប្រាប់អីទៅនេះខ្ញុំចាំមិនច្បាស់សោះរំដួលខ្ញុំបានធ្វើអីខ្លះមិនក៏ខ្ញុំចាំមិនបានបែបនេះមិញនេះសោះចម្លែកណាស់តាំងពីមកទីនេះមិនដែលជឿសពចម្លែកអីបែបនេះទេហើយគួរឲ្យខ្លាចណាស់មិនក៏ខ្ញុំចេះតែមានអារម្មណ៍ថាដូចជាធ្លាប់បានស្គាល់រូបម្ចាស់ភូមិគ្រឹះនេះបែបនេះដូចជាធ្លាប់ស្គាល់គ្នាតាំងពីពេលណាមកអញ្ចឹងតើនេះជាអារម្មណ៍អ្វីទេឬក៏ខ្ញុំធ្លាប់ជួបរូបនេះនៅទីណាកាលពីមុនតែខ្ញុំច្បាស់ណាស់ថាខ្ញុំមិនដែលបានជួបនោះទេឬក៏ជួបក្នុងយល់សប្តិទេដឹងណោះហើយជ្រុលជាយកមកហើយណោះទោះស្គាល់ពីមុនឬក៏មិនស្គាល់ខ្ញុំក៏មានអារម្មណ៍ថាចូលចិត្តរូបគំនូរទាំងពីរនេះមានអារម្មណ៍ថាដូចជាស្និទ្ធស្នាលជាមួយរូបគំនូរនេះណានេះគឺជាអារម្មណ៍ដែលម៉ែកូនបានជួបគ្នាមិនយូរទេកូននឹងបានដឹងពីចម្លើយទាំងអស់រវាងពួកយើងហើយនឹងម៉ែប្រាប់រឿងគ្រប់យ៉ាងឲ្យកូនបានដឹងហើយស្អីមិញនេះដូចជារូបគំនូរនេះមានជីវិតអញ្ចឹងដូចជាមានមនុស្សកំពុងតែនៅក្នុងហ្នឹងនេះខ្ញុំគិតច្រើនដល់ថ្នាក់ព្រិលភ្នែកមែនទេបន្ទប់នេះគឺធ្វើដាក់សម្រាប់វត្ថុបុរាណឬក៏របស់ចាស់ដែលខ្ញុំស្រឡាញ់ចូលចេះតែបានអាម៉ាក់គាត់បានឃើញគាត់ប្រកាសជាបន្ទុកខ្ញុំមិនខានទេព្រោះគាត់មិនពេញចិត្តឲ្យខ្ញុំយករបស់បែបនេះដាក់ក្នុងបន្ទប់ទេតែធ្វើម៉េចបើចិត្តរបស់ខ្ញុំស្រឡាញ់ហើយនោះមានតែចំទាស់នឹងចិត្តរបស់គាត់ខ្លះហើយយើងចាំជួបគ្នានៅក្នុងជួរសពណាកូនវិជូនេះជាផ្ទះចាស់នោះតាខ្ញុំមិនដល់ទីនេះទៀតហើយមិនក៏ទីនេះស្ងាត់ខុសពីរដងបែបនេះហើយចុះលពូដែលថែផ្ទះនោះទៅណាហើយលពងកូនវិជូកូនមកផ្ទះវិញហើយមែនទេម៉ែពិតជាសប្បាយចិត្តណាស់ដែលមករកម៉ែបែបនេះណាលោកស្រីជាណាខ្ញុំមិនដែលស្គាល់លោកស្រីពីមុននោះទេមិនក៏ហៅខ្ញុំថាកូនបែបនេះនេះមុខលោកស្រីដូចជាប្រហែលលោកស្រីស្គាល់ខ្ញុំដែរមែនទេម៉ែគឺជាម៉ែរបស់កូនណាកូនចាំម៉ែមិនបានទេមែនទេហើយទីនេះជាផ្ទះរបស់ពួកយើងម៉ែរងចាំកូនយូរហើយណាម៉ែមានកម្មដែលធ្វើឲ្យស្នេហារបស់កូននឹងរំដួលបែកបាក់ទើបម៉ែត្រូវមកជួបបែបនេះម៉ែមិនអាចទៅណាបានបើគ្មានកូននឹងរំដួលលើកទោសឲ្យម៉ែទេនោះតែកូននឹងរំដួលត្រូវចងចាំរឿងកាលពីអតីតជាតិសិនទើបម៉ែអាចរួចចេញពីទីនេះបានជួយម៉ែផងណាកូនចងចាំរឿងកាលពីជាតិមុនបានទេខ្ញុំកាន់តែមិនយល់ហើយលោកស្រីនិយាយពីអ្វីទៅម៉ែកូនអីទៅជាតិមុនជាតិក្រោយអីទៅខ្ញុំមិនដែលស្គាល់លោកស្រីនោះទេខ្ញុំហាក់ដូចជាប្រហែលលោកស្រីតែប៉ុណ្ណោះតែក៏មិនដែលខ្ញុំច្បាស់ថាមិនដែលស្គាល់នោះទេនេះកូនចាំមិនបានមែនទេកូនទើបតែមកយកម៉ែនៅផ្ទះថ្មីនេះម៉ែអរគុណកូនដែលព្រមឲ្យម៉ែនៅជាមួយកូនទើបម៉ែមានឱកាសបានបញ្ជូលការពិតមួយនេះដល់កូនបើកូនចាំការពិតពីជាតិមុនបានរំដួលចាំការពិតពីជាតិមុនបាននោះអ្នកទាំងពីរព្រមអភ័យទោសឲ្យម៉ែនឹងលែងខ្លាចជាខ្មោចអនាថាបែបនេះទៀតហើយណាជួយម៉ែផងទៅកូនចាំម៉ែបានដែរទេខ្ញុំនឹកឃើញហើយលោកស្រីគឺជាម្ចាស់គំនូរនោះនេះមិនក៏លោកស្រីនៅទីនេះឬក៏លោកស្រីជាខ្មោចមែនទេ
នេះខ្ញុំកំពុងតែនិយាយជាមួយខ្មោចមែនទេនេះចង់ធ្វើឲ្យខ្ញុំទៅ ម៉ែគឺជាម៉ែរបស់កូនកាលពីជាតិមុនណាកូនកុំខ្លាចម៉ែមិនធ្វើអីកូនទេម៉ែមកល្អប៉ុណ្ណោះមកប្រាប់ការពិតដល់កូនថាកូនគឺជាកូនរបស់ម៉ែកាលពីជាតិមុនហើយនេះគឺជាផ្ទះរបស់ពួកយើងជីវិតមុនព្រោះតែម៉ែធ្វើខុសលើស្នេហារបស់កូនទើបត្រូវប្រើជីវិតបុព្វជិតម៉ែគ្មានអ្នកណាមកស្នងមរតកបន្តទើបផ្ទះនេះត្រូវទុកចោលរហូតខ្លាចជាសម្បត្តិរដ្ឋបែបនេះម៉ែសុំទោសផងណាកូនណា លោកស្រីខ្ញុំមិនចូលទេលោកស្រីនិយាយពីអ្វីទេខ្ញុំនេះខ្ញុំវល់អស់ហើយខ្ញុំជាអ្នកណាមកពីណាចិត្តមុនចិត្តនេះស្អីទេខ្ញុំឈ្មោះ Kevin មិនមែនឈ្មោះថាវីយ៉ូនោះទេអត់ទេខ្ញុំមិនដឹងអីនោះទេអើយឈឺក្បាលណាស់ខ្ញុំមិនចង់ចាំអ្វីទេអត់ទេខ្ញុំមិនចង់ស្ដាប់អ្វីទេឈប់និយាយទេខ្ញុំចាប់មិនបានទេលោកស្រីមិនមែនជាម្ដាយរបស់ខ្ញុំទេចេញទៅវិញទៅចេញពីមុខខ្ញុំទេអត់ទេហើយ យកសពសោះឃើញលោកស្រីនោះមែនហើយរូបគំនុំមួយនោះតើមានអ្វីពាក់ព័ន្ធជាមួយខ្ញុំមែនទេបានជាឲ្យខ្ញុំយកសពឃើញបែបនេះលោកស្រីនោះបានប្រាប់ខ្ញុំថាគាត់ជាម្ដាយរបស់ខ្ញុំកាលពីជាតិមុននេះតើជាការពិតមែនទេបែបនេះមែនទេទើបខ្ញុំចេះតែមានអារម្មណ៍ថាចម្លែកចំពោះរូបគំនុំនោះខ្ញុំត្រូវតែដឹងឲ្យបានថាមានអ្វីខ្លះដែលពាក់ព័ន្ធលើខ្ញុំនិងរូបគំនុំនោះទេគេពិតជាម្ដាយរបស់ខ្ញុំកាលពីជាតិមុនមែនឬទេ បងសំអនមួយរយៈនេះបងថាផ្ទះយើងផ្លែកដែរទេប្រហែលយប់ម្នេះដូចជាលឺសំឡេងឆ្កែលូរំពងដល់ហើយយូរហើយមិនដាក់បែបនេះទេប៉ុន្តែថ្មីម្នេះចម្លែកណាស់បងថាអញ្ចឹងដែរទេ ខ្ញុំថាដូចជាអត់ផងលោកស្រីខ្ញុំតែម៉ោង 8 9 នេះខ្ញុំដេកលក់បាត់ហើយលោកស្រីលឺមែនទេគេតែនិយាយតគ្នាមកថាតែមានឆ្កែលូហើយព្រោះវាបានឃើញខ្មោចណា ខ្ញុំក៏លឺចាស់និយាយពីដើមមកថាបែបនេះដែរប៉ុន្តែបងអើយនេះសម័យណាហើយតែលេងសើចអីយប់នោះខ្ញុំយកសពឃើញខ្មោចក្រោយមកក៏មានអារម្មណ៍ល្អគឺចេះតែលឺនេះលឺនោះផ្ទះយើងពេលនេះដូចជាមិនដូចកាលពីមុនសោះហើយថ្មីនេះគឺមានសម្លេងឆ្កែលូលន់រំពងតែម្ដងក្បែរនេះមានមនុស្សស្លាប់ទេដឹងអីបង ក្បែរនេះដូចជាគ្មានអ្នកស្លាប់ទេលោកស្រីតែរឿងឆ្កែលូនោះណាពេលខ្លះវាលូរកប្រុសរកឈ្មោលក៏ថាបានវាមិនបានទៅឃើញខ្មោចអីទេសារធាតុជាសត្វឆ្កែតែប៉ុណ្ណឹងវាចេះតែលូទៅហើយចំពោះរឿងដែលលោកស្រីយល់សពនោះណាវាជារឿងធម្មតាទេខ្ញុំក៏ធ្លាប់យល់សពឃើញខ្មោចដែរតើលោកស្រីកុំគិតច្រើនពេកអីណាគ្មានអ្វីនោះទេ សង្ឃឹមថាអញ្ចឹងចង់អេហើយថ្មនេះហើយកូន Kevin មិនទាន់ត្រឡប់មកវិញទៀតគឺដល់ម៉ោងទៅបើកហាងហើយណាបងសំអនទៅតាមកូន Kevin តិចមើលមកក៏យូរមែនអូ នោះមកដល់ល្មមលោកស្រីមិនចាំបាច់ទៅតាមនោះទេ កូន Kevin មកក៏យូរមែនកូនរត់ដល់ម្ដាយអាម៉ាក់ចាំទីថ្ងៃនេះមានរឿងអីគេលងមែនទី បាទបាត់មែនហើយណាម៉ែយប់វិញនេះគេយប់ជ្រៅពេកទៅផ្ញើជាតិបែបនេះណាម៉ែខ្ញុំមានរឿងចង់និយាយជាមួយអ្នកម៉ាក់បន្តិចណា មានរឿងអីចាំនិយាយគ្នានៅលើឡានចង់តោះឆាប់ទៅហាងសិនទៅបញ្ញាប់ទៅបើកហាងណាថ្ងៃនេះមានភ្ញៀវពិសេសណាស់ទៅមើលឈុតខ្សែកពេជ្រថ្មីធានាថាម្នាក់នេះកូននឹងសប្បាយតោះឆាប់ទៅកូនថាមានរឿងអីចង់និយាយជាមួយម៉ាក់មុននេះមានរឿងអ្វីទៅណាម៉ាតើណាម៉ាជឿលើរឿងចិត្តមុនចិត្តក្រោយដែរទេមានរឿងអីមែនទេមកក៏សក់សួរម៉ាក់បែបនេះកូនទៅជួបអីមែនទេគ្មានទេខ្ញុំគ្រាន់តែចង់ដឹងថារឿងបែបនោះមានឬក៏អត់អ្នកម៉ាក់ធ្លាប់បានជួបមនុស្សដែលចាំជាតិដែរទេព្រោះខ្ញុំតែងតែលើបែបនេះតាំងពីក្មេងតែក៏មិនដឹងថាមានឬក៏អត់រឿងបែបនេះគ្មានអ្នកណាគេអាចបញ្ជាក់បាន 100% នោះទេថាវាមានពិតឬក៏មិនមាននោះស្រេចតែលើមនុស្សថាជឿបែបណាអ្នកជឿក៏មានអ្នកមិនជឿក៏មានពីព្រោះពេលខ្លាំងវាអាចទៅរួចដែរប៉ុន្តែក៏គ្មានអ្វីបញ្ជាក់បាននោះទេប៉ុន្តែបើសម្រាប់ម៉ាក់នោះម៉ាក់គិតថា50-50ជឿខ្លះអត់ខ្លះតែប៉ុណ្ណឹងហើយចុះកូនគិតបែបណាដែរចំពោះរឿងនេះខ្ញុំក៏មិនច្បាស់ដែរប្រហែលជា50-50ដូចជាអាម៉ាក់ដែរព្រោះគ្មានអ្វីបញ្ជាក់ថាមានពិតមែនហើយចុះតើអាម៉ាក់ជឿថាលើលោកនេះមានវិញ្ញាណឬក៏ខ្មោចដែរទេយ៉ាងម៉េចនឹងកូនថ្ងៃនេះមកសួរសំណួរប្លែកម៉ាក់កំពុងតែយល់សពឃើញខ្មោចផងបានហើយកុំសួរសំណួរដែលមិននាំសេរីមង្គលបែបនេះនាំអព្រាសីថ្ងៃនេះមកពិសេសមកមើលពេជ្រនៅក្នុងហាងពួកយើងផងនិយាយទៅរឿងល្អបានហើយតោះឲ្យឆាប់ឡើងទៅគេណាត់ម៉ោង 8 កន្លះយើងត្រូវទៅដល់ម៉ោង 8 ណាស្រោចតិចទៅកូន Kevin